Hi guys ខ្ញុំសូមសួរមួយតើអ្នកនេះមានដឹងអត់ថាហេតុអីបានជាប្រជាជនចិនភាគច្រើនគាត់ទៅចំណាយក្រុមហ៊ុននៅប្រទេសខ្មែរចង់ spot Cambodia Hi guys មានហេតុអីបានជនជាតិចិនមកវិនិយោគនិងធ្វើជាក្រុមហ៊ុននៅក្នុងប្រទេសខ្មែរច្រើនម៉េចចឹងឥឡូវនេះវាមានហេតុផលជាច្រើននៅក្នុងហ្នឹងហើយអ្នកនេះត្រូវដឹងដល់អ្នកគ្នាចង់ខ្ញុំប្រាប់អ្នកគ្នាពី3ចំណុចដែលខ្ញុំបានរកឃើញមួយហ្នឹងគឺចំណេះតំណងល្អជាមួយចិនជាមួយនឹងកម្ពុជាហើយចិនជាមួយនឹងកម្ពុជាគឺមានលទ្ធភាពរឹងមាំមែនតើអញ្ចឹងដោយសារតែតំណែងនេះហើយទៅធ្វើឲ្យចិនបានរួមចំណែកវិនិយោគជាមួយនឹងគម្រោងធំៗដូចជាផ្លូវថ្នល់ប្រយ័ត្នហោះស្ពាននិងសំណង់ផ្សេងៗជាដើមដោយសារតែមានការវិនិយោគបែបធំៗបែបនេះហើយទៅធ្វើឲ្យក្រុមហ៊ុនផ្សេងៗមកតាមក្រោយដែរចង់ហេតុផលទី2នោះគឺយើងមានកម្លាំងពលកម្មវ័យក្មេងនិងឧស្សាហកម្មជាច្រើនគឺជាយុវជនពួកយើងនឹងឯងដែលត្រៀមខ្លួនរៀនសូត្រនិងធ្វើការជាច្រើនហើយក្រុមហ៊ុនចិនភាគច្រើនក៏ឲ្យតម្លៃលើចំណុចហ្នឹងអញ្ចឹងមិនគេចូលមកចង់ជួលជាកន្លែងបណ្ដុះបណ្ដាលសម្រាប់យុវជននិងកសាងក្រុមការងារនៅទីនេះផ្ទាល់អញ្ចឹងហ្នឹងហើយគឺជាហេតុដែលនិស្សិតតែបញ្ចប់ការសិក្សាជាច្រើនចាប់តាមវិជ្ជាការងារជាមួយនឹងក្រុមហ៊ុនចិនបានអូខេចង់សរុបសេចក្តីមកមូលហេតុដែលក្រុមហ៊ុនចិនភាគច្រើនមកវិនិយោគនៅទីនេះគឺពីមិត្តភាពល្អធនធានយុវជនសេដ្ឋកិច្ចដែលកំពុងលូតលាស់ហើយយើងវិញគឺនាំមកនៅជំនាញឱកាសថ្មីៗសម្រាប់អនាគតយុវជនខ្មែរយើងtrong videoក្រោយនឹងនិយាយអំពីចិនរួមមួយក៏ក្រុមហ៊ុនចិនជាច្រើន follow ផងណាដើម្បីទទួលបានព័ត៌មានថ្មីៗ